ខ្ញុំចង់និយាយថាគ្រប់យ៉ាងគឺកើតអំពីយើងជាអ្នកបង្កើតវាឡើងមកដែលពេលរលាយក៏រលាយដោយសារយើងដូចជារូបខ្ញុំជាដើមផ្ដើមធ្វើផ្ទះនេះឡើងមកគឺដោយសារយើងដោយសារខ្ញុំដោយខ្ញុំនឹងគឺស្រឡាញ់ម្ដាយហើយហេតុអីបានជាខ្ញុំត្រូវសាងផ្ទះនេះឡើងមកត្រូវធ្វើផ្ទះនេះឡើងមកគឺដោយសារខ្ញុំអាណិតម្ដាយរបស់ខ្ញុំដែលត្រូវអ្នកជិតខាងមើលងាយគេមើលងាយថាម៉េចអ្នកម្ដាយខ្ញុំប្រាប់ថាមើលចៅមកយូរណាស់ហើយគេឲ្យអីខ្លះបានស្អីខ្លះបានប្រយោជន៍អីគាត់ថាគេមើលងាយគាត់ខ្ញុំថាមិនអីទេម៉ែចឹងចាំកូនធ្វើផ្ទះឲ្យមកឯងនៅយ៉ាងស្អាតមានកញ្ចក់10ជាងកញ្ចក់ផ្ទះ2ជាន់ដបូលក្បឿងអីចឹងទៅណាខ្ញុំក៏ម៉ែខ្ញុំអរណាបងប្អូនគាត់សប្បាយចិត្តអ្វីដែលគាត់សប្បាយចិត្តគឺគាត់មិនចង់ឲ្យគេមើលងាយគាត់ខ្ញុំក៏ខំប្រឹងធ្វើឲ្យបានដោយបំណងរបស់គាត់ទាំងដែលខ្ញុំគ្មានមួយរៀលជាប់ខ្លួនបងប្អូនដល់ពេលដែលខ្ញុំធ្វើផ្ទះហ្នឹងគឺខ្ញុំគ្មានលុយទេខ្ញុំផ្ញើឲ្យគាត់ម្ដងបន្តិចគឺទិញអានេះបន្តិចទិញអានេះបន្តិចតែចំនួនជាងគឺយើងចេញតែម្ដងគឺគេត្រូវការអញ្ចឹងគឺទិញអីខ្លះអញ្ចឹងគាត់យកមកឲ្យអញ្ចឹងវិខែក្រោយយើងគឺបង់លុយឲ្យគាត់អញ្ចឹងទៅណាខ្ញុំរកស៊ីស្រុកថៃបងប្អូនប៉ុន្តែដល់ទៅពេលយើងរកស៊ីយូរបងប្អូនយើងអាចថាយើងជឿជាក់លើគេពេកយើងចាញ់បោកគេវិញម្ដងចាញ់បោកសៀមនឹងឯងបងប្អូនចាញ់បោកមិនគឺយើងធ្វើការប្រើចំនួនពលករ10ទៅ20ឬ30នាក់ពីដើមឡើយយើងមានត្រឹមតែ5នាក់យើងអាចបានដល់1សែនទៅ2សែនតែនៅពេលដែលយើងមានមនុស្សធ្វើការ10ទៅ20ឬ30នាក់ស្រាប់តែអ្វីដែលយើងត្រូវទទួលលុយកាក់ដែលយើងត្រូវទទួលបានត្រឹមតែ30នាក់បានតែ1សែនអីក្នុងកន្លះខែយើងមានប្រឡែង OT ឲ្យគេផង1សែនចាយបើឲ្យគេគ្រប់ទេចាអញ្ចឹងយើងខាតយើងត្រូវទៅរយណាខ្ចីគេមែនទេបងប្អូនអញ្ចឹងយើងត្រូវឲ្យកូនខ្ចីអង្គការផ្ញើឲ្យយើងពេលដែលកូនខ្ចីអង្គការផ្ញើឲ្យយើងត្រូវយកលុយនឹងទៅបាក់ឲ្យគេណាពេលក្រោយមកយើងសង្ឃឹមថាបានលុយនឹងដើម្បីឲ្យកូនវិញយកទៅសងអង្គការប៉ុន្តែក្រោយមកទៀតពាក្យសន្យាដែលយើងនិយាយនឹងគឺអត់ប្រយោជន៍ព្រោះយើងបានទៅទាមទារអំពីអ្នកដែលគេហៅថាឡើងការងារឲ្យយើងហ្នឹងគេសញ្ញេការងារឲ្យយើងហ្នឹងវាបានសញ្ញេឬក៏វាសញ្ញេទៅឲ្យខាងលើគេថ្នាក់លើគេកាត់ចោលដោយគេគិតថាខាងក្រោមអាចតែស៊ីចប់អីចឹងណាពួកវាអត់ជឿណាវាលែងជឿគ្នាវាព្រោះធ្លាប់អ្នកផ្សេងស៊ីលុយហ្នឹងដល់ពេលយើងអ្នកត្រង់វាមកកាត់យើងដែរអញ្ចឹងណាអញ្ចឹងទៅអាលើវាលែងទុកចិត្តគ្នានិយាយចំវាលែងទុកចិត្តគ្នាយើងនឹងក៏ខាត់មកវិហើយមកវិទៀតមកងួតហើយមកងួតទៀតបងប្អូនក៏យើងខ្ចីលុយគេថែមទៀតអញ្ចឹងណាអញ្ចឹងខ្ញុំចង់បញ្ចប់ផ្ទះដែលខ្ញុំធ្លាប់ធ្វើហ្នឹងគឺធ្លាក់ទៅលើដៃកូនរបស់ខ្ញុំព្រោះអីលើកដំបូងឡើយគឺផ្ទះហ្នឹងគឺផ្ទះរបស់ខ្ញុំពេលដែលខ្ញុំត្រូវការលុយខ្ញុំផ្ទេរសិទ្ធផ្ទះសម្បែងហ្នឹងឲ្យកូនខ្ញុំអញ្ចឹងពេលដែលខ្ចីលុយកាក់គឺខ្ញុំត្រូវកូនខ្ញុំខ្ចីឲ្យខ្ញុំហើយខ្ចីនេះច្រើនណាស់ច្រើនដែរបងប្អូនច្រើនសំគួរលើកទី1គឺខ្ញុំខ្ចីរួចទៅឲ្យ7,000ខ្ញុំបង់បាន2ឆ្នាំ7,000ហ្នឹងណាលើកទី2គឺកូនខ្ញុំខ្ចីឲ្យខ្ញុំទៀតបាន1សែនកន្លះស្មើនឹងទឹកលុយប្រហែលជាយើងគិតថា6,000ទៅចុះលើកទី3ទៀតគឺ1សែនអញ្ចឹង1សែនខ្ញុំគិតថា5,000ទៅចុះហើយនឹងគេថាជិបចប់ឲ្យខ្ញុំ10000 20000 30000អញ្ចឹងខ្ញុំគិតថា10000ទៀតទៅចុះ
10000 bột nâng mà xanh cả lá 10000 với 4 xanh 4 xanh mà xanh cả lá 5 xanh cả lá nâng lấy tim mùi từ 4 cây bằng ớt bằng bờ bò nắng nhưng bạn xong kia hay 2 xanh ở 2 khải 2 ឆ្នាំសល់ 1 ឆ្នាំទេដូចគ្នាចឹងរូបរួមទាំងអស់ទឹកលុយត្រូវសងគេប្រមាណព្រោះអាង្ការខ្ចីគេដំបូងឡើយមួយខែបងគេតែ 13000 ទេដំបូង 7000 ហ្នឹងណាខែ 13000 ចាគឺបងខែ 13000 បង 3 ឆ្នាំរួចចឹងបងប្អូនជួយបូកមើលទៅទឹកលុយនឹងប្រមាណហើយឥឡូវបច្ចុប្បន្នផ្ទះហ្នឹងគឺខ្ញុំលើកឲ្យកូនខ្ញុំដាច់ហើយដោយសារខ្ញុំជាពាក់បំណុលអត់មានលុយសងខ្ញុំកាត់កងឲ្យកូនដាច់ខ្ញុំអត់មានអីទេខ្លួនដតេអានេះជាមេរៀនឲ្យបងប្អូនម៉ែឪកូនចៅដឹងថាគ្រប់យ៉ាងធ្វើអ្វីក៏ដោយឲ្យគិតកុំចេះតែប្រោះគេគឺជាគេយើងគឺជាយើងឥឡូវនេះខ្ញុំអត់មានផ្ទះសម្បែងទេណាហើយលុយខ្ញុំខ្ចីខ្ញុំដឹងកំណត់លើកទី1 7000លើកទី2 1សែនកន្លះលើកទី3ឲ្យខ្ញុំ1សែនវាស្មើ1សែនកន្លះហើយ 7000ខ្ញុំបង់ 2 ឆ្នាំតែសរុបចុងក្រោយខ្ញុំអស់រលីងអត់មានសល់អីទេខ្ញុំអត់បានចង់បានទេបងប្អូនអ្វីហ្នឹងគឺខ្ញុំឲ្យកូនខ្ញុំធ្វើគ្រប់យ៉ាងដើម្បីកូនខ្ញុំតាតែដែលខ្ញុំជឿចិត្តគឺកូនរបស់ខ្ញុំមើងងាយខ្ញុំបងប្អូនមើងងាយមិនដឹងអត់ពេលដែលយើងអស់ផ្លូវដើរយើងត្រូវមកនៅមួយកូនយើងសើចក៏ខុសពេលដែលយើងយំក៏ខុសដែរចាសើចក៏ខុសយំក៏ខុសនិយាយក៏ខុសតែខ្ញុំអត់ចង់និយាយនៅសង្គម Facebook ទេព្រោះវាឆាប់ឃើញបើ YouTube មិនងាយឃើញទេកូនវាគិតថាយើងអស់ផ្លូវដើរហើយជាអ្នកបំផ្លាញវាទៅវិញបងប្អូនគិតមើលឲ្យច្បាស់ទៅលុយខ្ញុំខ្ចីគេតែ7000លើកទី1ខ្ញុំបង់បាន 2 ឆ្នាំលើក 2លើកទី2 1សែនកន្លះខ្ញុំអត់បានបង់ទេកូនខ្ញុំដែលបង់ទេយូរខ្ញុំឲ្យ 15000អីចឹងទៅ 15000នេះខ្ញុំឲ្យម្ដងទេខ្ញុំទទួលស្គាល់លើកទី3 1សែនទៀតក៏ខ្ញុំអត់ដែលបានឲ្យកូនដែរអានេះខ្ញុំនិយាយឲ្យឃើញប៉ុន្តែលុយខ្ញុំស្ពាក់ទាំងអស់ហ្នឹងវា 25000ខ្ញុំថាខ្ញុំស្ពាក់ទី1 1សែនកន្លះវាស្មើនឹង 5000លើកទី2 1សែនទៀតស្មើនឹង 4000ទៅចុះចឹងវា 4000អាចាស់ខ្ញុំសល់1ឆ្នាំវាមួយខែបង10000ជាងវាមួយឆ្នាំបង1សែនជាងស្មើនឹង 5000ទៀតខ្ញុំស្ពាក់គេទាំងអស់វាចូលថា$20000តែកូនរបស់ខ្ញុំប្តីផ្ទះរបស់ខ្ញុំនេះអាចខ្ចីគេបានដល់$50000បងប្អូនគិតមើលសួរថាខ្ញុំជាអ្នកមានកំហុសត្រូវខ្ញុំជាអ្នកកំហុសខ្ញុំជាអ្នកសាងបំណុលឡើងមកបើគេនៅអត់មកនៅផ្ទះហ្នឹងគេអត់ជពាក់បំណុលហ្នឹងទេប៉ុន្តែដោយក្តីស្រឡាញ់ហើយបងប្អូនអីចឹងទៅកូនអីចឹងទៅគ្នាអីចង់មកនៅសាងកិត្តិយសឲ្យម្ដាយតែចុងក្រោយគេជន់ឈ្លីម្ដាយដោយខ្លួនឯងម្ដាយសើចក៏ខុស
mình ai giống ngựa khó anh lấy bông bông kinh mạch cái ở khiêm dùng mình tó rồi ở khiêm xài anh ấy khiêm ạt tụcក្នុង Facebook អេkhiêm ạt tụcក្នុង YouTube ទុកថ្ងៃណាមួយវានឹងបើកមើលឃើញខ្ញុំព្រោះ YouTube អត់ចេះលុបទេខ្ញុំជឿអញ្ចឹងតែបើ Facebook អាចតែលុបចឹង YouTube អត់លុបទេអូខេអានេះខ្ញុំបញ្ជាក់ណាខ្ចីលើកទី1 7000ខ្ញុំបង់2ឆ្នាំខ្ចីលើក2 1សែនកន្លះលើកទី3 1សែនដែលគេឲ្យទៅខ្ញុំណាបងប្អូនតែខ្ញុំអត់បានខឹងកូនទេតែសំខាន់កូនមើលងាយខ្ញុំផ្សាយក៏ខុសខ្ញុំយកមើលខុសខ្ញុំនិយាយក៏ខុសព្រោះអីព្រោះខ្ញុំវាធ្លាក់ដល់ចំណុច0ដែលត្រូវមករស់នៅស៊ីចុកដោយសារកូនពេលនេះខ្ញុំអត់រកអីបានទេតែមួយរៀលជ្រៀតជា4ក៏ខ្ញុំរកអត់បានដែរអញ្ចឹងណាបានខ្ញុំចង់ប្រាប់ទៅបងប្អូនថាកុំឲ្យធ្លាក់ខ្លួនក្រធ្លាក់ខ្លួនរហេមរហាមពឹងកូនអីសោះសាច់យើងឈាមយើងនេះហើយដែលជាអ្នកធ្វើឲ្យយើងឈឺចាប់បើអ្នកដតីមិនអាចឲ្យយើងឈឺចាប់បានទេអ្នកដតីអត់ឈឺទេខ្ញុំនិយាយមែនអ្នកដតីអាចធ្វើខ្ញុំឈឺចាប់បានទេនិយាយមែនអញ្ចឹងអូខេបាយបាយនេះខ្ញុំទុកកំណត់ត្រាទុកឲ្យកូនចៅខ្ញុំចាំតគ្នាបើគេបើកមើលឃើញគេដឹងហើយ